រឿងស្រមោលខ្មោចក្រោមគ្រែរឿងនិទាននេះជារឿងព្រេងខ្មែរមួយដែលចាស់តែងតែនិយាយតគ្នារឿងនេះគឺបានកាត់ឡើងនៅក្នុងផ្ទះចាស់មួយហើយរឿងនេះនាំអ្នកឲ្យស្គាល់ពីជីវភាពដ៏អាចកំបាំងនៃស្រមោលខ្មោចដែលលាក់ខ្លួននៅក្រោមគ្រែរឿងចាប់ផ្ដើមផ្ទះខ្មែរបុរាណមួយខ្នងសាងសង់អំពីឈើប្រកក្បឿងផ្ទះរាងចាស់ទ្រុឌទ្រោមបន្តិចនៅពេលយប់ផ្ទះនោះមើលទៅកាន់តែងងឹតនិងស្ងាត់ជ្រងំខ្យល់បក់តិចគួចដីធូលីហុយនៅតាមក្តារក្រោមផ្ទះសំឡេងសត្វយំល្វើយពីចម្ងាយបង្កើតឲ្យមានភាពឯកាមួយនៅក្នុងបន្ទប់គេងតូចមួយមានគ្រែឈើចាស់មួយដែលមានពូកស្ដើងហើយនឹងក្រណាត់សាមញ្ញក្រោមគ្រែនោះមានភាពងងឹតសូន្យសងគ្មាននរណាម្នាក់ដឹងថាមានអ្វីលាក់ខ្លួននៅទីនោះទេកុមារីឈ្មោះស្រីណែតអាយុប្រហែលជា8ឆ្នាំរស់នៅជាមួយជីដូនរបស់នាងនៅផ្ទះនោះស្រីណែតជាក្មេងស្រីស្លូតបូតនឹងចង់ដឹងចង់ចេះចង់ឃើញអ្វីទាំងអស់រៀងរាល់យប់មុនពេលចូលគេងស្រីណែតតែងតែមានអារម្មណ៍ថាមានអ្វីម្យ៉ាងកំពុងសម្លឹងមើលមុខនាងពីក្រោមគ្រែមកនាងតែងតែប្រាប់ជីដូននាងប៉ុន្តែជីដូននាងគ្រាន់តែប្រាប់នាងថាកុំគិតច្រើនពេកយប់មួយស្រីណែតភ្ញាក់ពីដំណេកដោយសារតែមានសំឡេងខ្សឹបតិចចេញពីក្រោមគ្រែរបស់នាងសំឡេងនោះស្ដាប់ទៅមើលទៅដូចជាសំឡេងដកដង្ហើមធំស្រីណែតបានលួចមើលទៅក្រោមគ្រែរបស់នាងនៅក្នុងភាពងងឹតនាងបានឃើញស្រមោលខ្មៅមួយកំពុងតែកម្រើកតិចរូបរាងមើលទៅដូចជាមនុស្សអញ្ចឹងស្រីណែតភ័យស្លន់ស្លោយ៉ាងខ្លាំងបានស្រែកហៅជីដូនបានប្រញាប់មកហើយចូលទៅក្នុងបន្ទប់របស់ស្រីណែតទាំងមានអារម្មណ៍ថាភ័យផងដែរជីដូនបានបើកភ្លើងចង្កៀងប្រេងកាតដែលមានពន្លឺខ្សោយហើយបានបន្លឺភ្លឺទៅបន្ទប់របស់នាងប៉ុន្តែនៅក្រោមគ្រែគ្មានអ្វីទាំងអស់ជីដូនរបស់នាងបានលួងលោមស្រីណែនហើយប្រាប់នាងថាគ្រាន់តែជាការយល់សប្តិតែប៉ុណ្ណោះក៏ប៉ុន្តែស្រីណែននៅតែមានអារម្មណ៍ថាខ្លាចភ័យមិនបាត់សោះចាប់ពីពេលយប់នោះមកស្រីណែនតែងតែគេងមិនលក់ស្រួលទេនាងតែងតែមានអារម្មណ៍ថាស្រមោលខ្មៅនោះលាក់ខ្លួននៅក្រោមគ្រែរបស់នាងជានិច្ចថ្ងៃមួយជីដូនរបស់នាងឈឺធ្ងន់ហើយត្រូវដេកសម្រាកនៅលើគ្រែនោះស្រីណែតបានមើលថែជីដូនរបស់នាងដោយយកចិត្តទុកដាក់នៅពេលយប់
ស្រីណែតបានឮសូរសំឡេងខ្សឹបចេញពីក្រោមគ្រែរបស់ជីដូននាងសំឡេងនោះស្ដាប់ទៅកាន់តែច្បាស់ហើយគួរឲ្យខ្លាចជាងមុនទៀតស្រីណែតបានសម្រេចចិត្តលួចមើលទៅក្រោមគ្រែជីដូនក្នុងភាពងងឹតនាងបានឃើញស្រមោលខ្មៅធំជាងមុនកំពុងរើយឺតស្រមោលខ្មៅនោះងើបឡើងបន្តិចម្ដងហើយស្រីណែតបានឃើញដៃខ្មៅស្គមស្គាំងមួយលូកចេញមកស្រីណែតភ័យពេកក៏រត់ចេញពីបន្ទប់ហើយស្រែកហៅអ្នកភូមិឲ្យជួយនាងផងអ្នកភូមិបានប្រមូលផ្ដុំគ្នាហើយនាំគ្នាមកផ្ទះស្រីណែតភ្លាមពួកគេកាន់ចង្កៀងនិងកាន់ពិលមកម្នាក់មួយពួកគេបានចូលទៅក្នុងបន្ទប់គេងហើយពិនិត្យមើលក្រោមគ្រែក៏ប៉ុន្តែគ្មានអ្វីទាំងអស់អ្នកភូមិខ្លះបានគិតថាស្រីណែតភ័យជ្រុលពេកហើយក៏ប៉ុន្តែអ្នកខ្លះទៀតមានអារម្មណ៍ថាមានអ្វីចម្លែកកំពុងតែកើតឡើងនៅផ្ទះនោះហើយចាប់ពីពេលនោះមករឿងរ៉ាវអំពីស្រមោលក្រោមគ្រែបានល្បីសាយពេញភូមិគ្មាននរណាម្នាក់ដឹងថាស្រមោលនោះជាអ្វីហើយមកពីណានោះទេយូរទៅរឿងនេះក៏បានសាបរលាបទៅបន្តិចម្ដងអ្នកភូមិចាប់ផ្ដើមភ្លេចវាក៏ប៉ុន្តែសម្រាប់ស្រីណែនការភ័យខ្លាចនៅតែដិតដាមជាប់ក្នុងចិត្តរបស់នាងជានិច្ចនាងមិនដែលហ៊ានមើលទៅក្រោមគ្រែរបស់នាងទៀតទេជីដូនរបស់នាងក៏បានស្លាប់ទៅស្រីណែតរស់នៅក្នុងផ្ទះនោះតែម្នាក់ឯងរៀងរាល់យប់ស្រីណែតតែងតែមានអារម្មណ៍ថាវត្តមានរបស់ស្រមោលខ្មៅនោះតែងតែនៅក្រោមគ្រែរបស់នាងជានិច្ចយប់មួយស្រីណែតសម្រេចចិត្តប្រឈមមុខទៅនឹងការភ័យខ្លាចរបស់នាងបានយកចង្កៀងប្រេងកាតហើយបំភ្លឺទៅក្រោមគ្រែនោះនៅក្រោមគ្រែនាងបានឃើញប្រអប់ចាស់មួយដែលមានទូលីគ្របយ៉ាងក្រាស់ស្រីណែតបានអូសប្រអប់ចាស់នោះចេញហើយបានអូសដោយប្រយ័ត្នប្រយែងបំផុតប្រអប់ចាស់នោះបានចាក់សោស្រីណែតព្យាយាមបើកវាយ៉ាងណាក៏បើកមិនចេញនាងបានទៅរកពូថៅតូចមួយនៅក្នុងផ្ទះបាយហើយកាប់បំបែកប្រអប់នោះទីបំផុតប្រអប់ក៏បានបើកនៅខាងក្នុងនាងបានឃើញសក់ពណ៌ខ្មៅវែងមួយដុំនិងរូបថតចាស់ពីរបីសន្លឹករូបថតទាំងនោះគឺជារូបរបស់ស្ត្រីម្នាក់ដែលមើលទៅស្រដៀងនឹងជីដូនរបស់នាងកាលពីក្មេងនៅខាងក្រោមរូបថតនាងបានរកឃើញសំបុត្រចាស់មួយច្បាប់ដែលសរសេរដោយដៃនៅក្នុងសំបុត្រនោះស្ត្រីនៅក្នុងរូបថតបានសរសេរអំពីក្តីស្រឡាញ់របស់នាងចំពោះបុរសម្នាក់ដែលត្រូវជាជីតារបស់ស្រីណែតប៉ុន្តែពួកគេមិនអាចរៀបការជាមួយគ្នាបានទេ
ដោយសារតែមានការហាមឃាត់ពីគ្រួសារស្ត្រីនោះបានសរសេរថានាងបានលាក់សក់របស់នាងទុកជាអនុស្សាវរីយ៍ហើយបានដាក់វានៅក្រោមគ្រែដែលពួកគេតែងតែអង្គុយជិតគ្នាស្រីណែនបានយល់គ្រប់យ៉ាងពីស្រមោលខ្មៅរបស់នាងដែលតែងតែឃើញគឺវិញ្ញាណស្ត្រីនោះដែលនៅវិលវល់ក្នុងផ្ទះដោយសារតែក្តីនឹករលឹកគូស្នេហ៍របស់នាងស្រីណែនបានសម្រេចចិត្តធ្វើបុណ្យឧទ្ទិសកុសលឲ្យវិញ្ញាណស្ត្រីនោះនាងបាននិមន្តព្រះសង្ឃមកសូត្រមន្តនិងធ្វើពិធីរំដោះវិញ្ញាណនៅក្នុងផ្ទះរបស់នាងបន្ទាប់ពីធ្វើពិធីរួចស្រីណែនលែងមានអារម្មណ៍ភ័យខ្លាចអ្វីទៀតហើយនាងលែងឃើញស្រមោលខ្មៅនៅក្រោមគ្រែរបស់នាងទៀតហើយដែរនាងបានរក្សាប្រអប់ឈើនោះនិងវត្ថុអនុស្សាវរីយ៍ទាំងនោះទុកដោយការគោរពស្រីណែនបានដឹងថាស្រមោលខ្មោចនោះមិនមានបំណងអាក្រក់អ្វីឡើយវាគ្រាន់តែជាវិញ្ញាណដែលមិនស្ងប់ដោយសារក្តីស្រឡាញ់នឹករលឹកគូស្នេហ៍តែប៉ុណ្ណោះរឿងរ៉ាវស្រមោលក្រោមគ្រែបានក្លាយជារឿងដំណាលតគ្នានៅក្នុងភូមិនោះមនុស្សជាច្រើនបានដឹងថាផ្ទះចាស់នោះធ្លាប់ជាទីកន្លែងនៃក្តីស្រឡាញ់ដ៏ជ្រាលជ្រៅមួយហើយស្រមោលដែលលាក់ខ្លួននៅក្រោមគ្រែគឺជាក្តីនឹករលឹកអំពីស្នេហាដែលមិនអាចខ្លាចទៅជាការពិតស្រីណែនបានរស់នៅជាមួយផ្ទះនោះដោយក្តីស្រឡាញ់ក្តីសុខដោយលែងមានការភ័យខ្លាចអ្វីទៀតហើយនាងតែងតែចងចាំរឿងស្រមោលក្រោមគ្រែនាងជានិច្ចហើយការគោរពវិញ្ញាណដែលបានលាចាកលោកទៅនោះរឿងនេះបានបង្រៀននាងថាមិនមែនខ្មោចទាំងអស់សុទ្ធតែអាក្រក់នោះទេខ្លះគ្រាន់តែជាការអសន្តិភាពចំពោះផ្លូវចិត្តតែប៉ុណ្ណោះហើយពេលខ្លះការយល់ដឹងនិងការគោរពអាចជាវិធីដោះស្រាយរឿងរ៉ាវដ៏អាចកំបាំងទាំងនោះក៏ថាបានរហូតមកដល់សប្តាហ៍ថ្ងៃអ្នកភូមិខ្លះតែងតែជឿថាស្រមោលខ្មោចនៅក្រោមគ្រែនៅតែលាក់ខ្លួននៅក្នុងផ្ទះចាស់នោះរឿងរ៉ាវនេះតែងត្រូវបានចាស់និយាយតកូនពីមួយជំនាន់ទៅមួយជំនាន់ដើម្បីរំលឹកពីរឿងអាចកំបាំងដែលលាក់ខ្លួននៅក្នុងផ្ទះនោះរឿងស្រមោលខ្មោចក្រោមគ្រែត្រូវបានបញ្ចប់រឿងនេះមានន័យអប់រំចំនួន4ទី1ការប្រឈមមុខទៅនឹងភាពភ័យខ្លាចកុំគេចវេះពីការភ័យខ្លាចក៏ប៉ុន្តែត្រូវព្យាយាមស្វែងយល់ពីប្រភពរបស់វាទី2ការយល់ចិត្តនិងការអាណិតអាសូរមិនមែនវិញ្ញាណទាំងអស់សុទ្ធតែអាក្រក់នោះទេខ្លះគ្រាន់តែជាការយកចិត្តទុកដាក់និងការអាណិតអាសូរតែប៉ុណ្ណោះទី3សារៈសំខាន់នៃប្រវត្តិនិងអនុស្សាវរីយ៍វត្ថុចាស់អាចក្លាយទៅជារឿងរ៉ាវនិងអនុស្សាវរីយ៍ជាច្រើនគួរឲ្យគោរពទី4ជំនឿនិងការគោរពជំនឿនិងទំនៀមទម្លាប់អាចនាំនៅភាពសន្តិភាពផ្លូវចិត្តផងដែរ
សូម